សេរីនិងអ៊ីស្រាអែលបានចរចាដោយផ្ដោតលើសន្តិភាពតាមបណ្ដោយព្រំដែនអ៊ីស្រាអែលនិងសេរីកំពុងតាក់ទងគ្នាដោយផ្ទាល់ហើយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីនេះបានបើកកិច្ចប្រជុំទល់មុខគ្នាក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងនិងការពារចំនួននៅក្នុងតំបន់ព្រំដែនរវាងសត្រូវដ៏យូរលង់នេះបើយោងតាមអង្គភាព Reuters នៅថ្ងៃទី28ខែឧសភានេះទំនាក់ទំនងនេះបានបង្ហាញពីការអភិវឌ្ឍយ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងរដ្ឋដែលមានភាគីផ្ទុយគ្នានៃចំនួននៅមជ្ឈមបូព៌ាជាច្រើនទសវត្សរ៍មកហើយខណៈដែលសហរដ្ឋអាមេរិកលើកទឹកចិត្តដល់មេដឹកនាំអ៊ីស្លាមនិយមថ្មីនៅទីក្រុងដាម៉ាស់ឲ្យបង្កើតទំនាក់ទំនងជាមួយអ៊ីស្រាអែលនិងអ៊ីស្រាអែលបន្ធូរបន្ថយការទម្លាក់គ្រាប់បែកលើសេរីកាលពីដើមខែនេះប្រធានាធិបតីបណ្ដោះអាសន្នសេរីលោកអាមេតអាល់ហ្សារ៉ាបានបញ្ជាក់ការចរចាប្រយោលជាមួយអ៊ីស្រាអែលថាលោកមានគោលបំណងដើម្បីបន្ធូរបន្ថយភាពតានតឹងយ៉ាងណាមិញអ៊ីស្រាអែលបានកាន់កាប់តំបន់ Golan Heights របស់សេរីចាប់តាំងពីសង្គ្រាមអារ៉ាប់អ៊ីស្រាអែលឆ្នាំ1967ហើយបានកាន់កាប់ទឹកដីបន្ថែមទៀតបន្ទាប់ពីការបណ្ដេញលោកអាសាដចេញពីប្រទេសកាលពីខែធ្នូ